ពីដុំ hit ឬក៏កម្ពូល hit original ដែលខ្មែរយើងនិយមហៅថា laser ចំពោះដុំ hit original យើងអាចមើលពាក្យ Kyoto Japan ដែលជាប្រភេទដុំ hit សម្រាប់ឡានជប៉ុនណាឯផ្នែកខាងក្នុងគេក៏មានវាយតែអក្សរ Japan ខាងក្នុងដែរងាយស្រួលមើលទេយើងអាចមើលដឹងថានេះជាដុំ hit original ចំណែកអំពូល original យើងមើលពាក្យ Harisan Japan ឯ brand មួយចំនួនមានពាក្យដូចជា Osram Bosch ឬក៏ Philips គឺគេវាយនៅលើអំពូលសិនតែម្ដងឯនេះជាប្រភេទដុំ hit សម្រាប់ឡានផ្សេងទៀតដូចជាឡានពពួកអាល្លឺម៉ង់ជាដើមហើយតែមនេះគឺតែម original បិទនៅលើដុំ hit នេះតតែម្ដងមិនមែន print sticker យកមកបិទទេដូច្នេះប្រយ័ត្ននៅផលិតផលខ្លាំងៗដែលគេ print sticker យកមកបិទចំពោះអំពូល hit នេះនៅលើនេះក៏មានវាយតែមដែរយើងមើលពាក្យ Osram បាទគឺជាផលិតផល brand ពិតប្រាកដមិនមែន print sticker ពីក្នុងហាង copy យកមកបិទហើយមានភាពរបើកដែលយើងអាចបកបានងាយស្រួលទេគឺវាជាប់ពីរោងចក្រវាយមកនៅលើផលិតផលផ្ទាល់តែម្ដងហើយចំពោះហាង Car Lover យើងលក់នៅអំពូល laser ឬកំពូល hit ក៏ដូចជាដុំ hit original សម្រាប់ឡានគ្រប់ប្រភេទដោយសារតែផលិតផលទាំងអស់ហ្នឹងវាមានអាយុកាលកំណត់វាគឺរយៈពេល3ទៅ5ឆ្នាំគឺវាត្រូវផុតអាយុរបស់វាក្នុងការប្រើប្រាស់តម្រូវឲ្យអស់លោកស្រីត្រូវធ្វើការផ្លាស់ប្ដូរនៅអំពូលក៏ដូចជាដុំ hit original ដើម្បីងាយស្រួលក្នុងការបើកបរហើយខ្ញុំសូមបញ្ជាក់ថាអំពូល hit និងដុំ hit original brand ពុំមានផលិតសម្រាប់រថយន្តណាដែលពុំមានបំពាក់នៅអំពូលក៏ដូចជាដុំ hit original ពីរោងចក្រនោះទេដូច្នេះសូមប្រុងប្រយ័ត្នចំពោះហាងមួយចំនួនដែលតែងតែកុហកថាអំពូល hit ឬក៏ដុំ hit របស់គាត់ជា mark brand ប៉ុន្តែយកទៅបំពាក់ទៅលើរថយន្តដែលពុំមានអំពូល hit ឬក៏ដុំ hit original នេះជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ហើយនេះគឺជាការបង្ហាញអំពីតែម sport តៃវ៉ាន់លេខ1ដែលនាំចូលដោយ Car Lover ហើយអក្សរមានលក្ខណៈផុសជាអក្សរ Swedish ដែលខុសពីផលិតផលរបស់ផលិតផលចិនដែលមានលក្ខណៈសំប៉ែតដែលខុសពីផលិតផល original ឆ្ងាយណាស់យើងឃើញហើយថាអក្សរមួយគឺមានរាងតូចស្អាតស្មើសាច់ល្អមានអក្សរផុសជាលក្ខណៈ 3D ចំណែកផលិតផលចិនមានរាងសំប៉ែតមើលទៅរាងធំហើយมันមានភាពបង្រិចបង្ហាញជាលក្ខណៈ 3D ទេ